ជំរាបសួរពុកម៉ែបងប្អូនអរគ្នាវីដេអូនេះខ្ញុំបេះ strawberry នៅខោស៊ឺទី4ដែលកណ្ដឹងបេះបានច្រើនមែនទែនបងប្អូនគ្រាន់តែមកហៅស៊ឺនឹងខ្ញុំបេះបានដល់10កញ្ច្រែងជាងហើយផ្លែសុទ្ធតែល្អទៀតគ្រាន់តែវាតូចអញ្ចឹងតែផ្លែនៅហៅស៊ឺនឹងតូចមែនបងប្អូនតែផ្អែមណាផ្អែមជាងហៅស៊ឺ2ទៀតហៅស៊ឺ2ទៀតតែបើតែមានផ្លែធំផ្លែល្អជាងតែវាសាបអញ្ចឹងតែបើនេះវិញទូចមែនតែខ្លឹមហើយបើនិយាយរឿងពេលបេះវិញបងប្អូនអត់មានពេលបានហូបទេបងប្អូនដោយសារតែខំប្រឹងបេះឆាប់ហើយអញ្ចឹងទៅយើងឆាប់បានយកទៅរៀបនៅក្នុងបន្ទប់ព្រោះថាវាតិចផងអីផងអត់មានអារម្មណ៍ចង់ហូបទេទោះបីផ្លែល្អប៉ុណ្ណាក៏ដោយបានតែត្រឹមចង់ថតអញ្ចឹងណាបងប្អូនផ្លែទាំងអស់ខ្ញុំស្រឡាញ់ផ្លែហៅស៊ឺនឹងជាងគេផ្លែអត់ងាយជូរហើយផ្លែរឹងពេលយើងហូបទៅកាន់តែឆ្ងាញ់ទៀតហ្មងអញ្ចឹងឲ្យទៅពេលរៀបបើសល់ផ្លែតូចហ្នឹងដឹងតែខ្ញុំយកមកផ្ទះហើយខ្ញុំលាងទឹកឲ្យស្អាតទុកហូបខ្លួនឯងហ្មងហើយផ្លែ strawberry បងប្អូនកាន់តែក្រហមកម្ៅខ្លាំងអញ្ចឹងគឺកាន់តែផ្អែមឆ្ងាញ់តែម្ដងបើទុកឲ្យទុំខ្លាំងណាបងប្អូនពេល strawberry ពេលទុំខ្លាំងទៅក៏អប់ដូចថ្នោតទុំអញ្ចឹងបងប្អូនណាធ្លាប់បេះខាងហ្នឹងគឺធំក្លិនដូចខ្ញុំអត់ហើយបន្ទាប់ពីបេះហាយហ្នឹងទៅយើងហូប1 2អញ្ចឹងណាបងប្អូនតិចអញ្ចឹងវាឆ្ងាញ់ដែរហើយខ្ញុំជួនកាលខ្ញុំបេះហាយអញ្ចឹងទៅខ្ញុំទុកនៅហ្នឹងតកាយខ្ញុំគាត់មកយកទៅផ្ទះជួនកាលខ្ញុំយកទៅផ្ទះខ្លួនឯងអញ្ចឹងទៅបើសិនជាផ្ទះរវល់គឺជូនម្ដង2 3កញ្ច្រែងអញ្ចឹងទៅតែបើមានផ្ទះតនេអញ្ចឹងយកមកដឹកម្ដងទៅទាំងអស់តែម្ដងហើយមួយកញ្ច្រែងខ្ញុំដាក់អីរឿងច្រើនទេបងប្អូនអរគ្នាដោយសារតែអស់កញ្ច្រែងខ្ជិលទៅយកទៀតដាក់ចូលគ្នាទាំងអស់តែម្ដងមួយកញ្ច្រែងកំប៉ុងបែបនេះវា3គីឡូជាងអីបងប្អូនអរគ្នាបើយើងលើកម្ដង3កញ្ច្រែងហ្នឹងធ្ងន់ណាស់បងប្អូនមួយកញ្ច្រែង2 3គីឡូ3កញ្ច្រែងហ្នឹងវាធ្ងន់ដែរអញ្ចឹងម្នាក់ល្មមមិនលើក1រួចទេតែកាយខ្ញុំអីគាត់អត់ឲ្យលើកច្រើនទេក៏ខ្លាចយើងធ្ងន់លើកម្ដង1 2អីទៅបានហើយតែកូនចៅនេះអត់ទេលោភដែរ3កញ្ច្រែងក្នុងហៅស៊ឺ strawberry ក៏សិតតែដាក់ម៉ាស៊ីនកម្ដៅម៉ាស៊ីនអីប៉ុណ្ណឹងហើយបងប្អូននៅតែផ្កាស្អុយទៀតពីផ្កាស្អុយគឺហៅស៊ឺមួយហ្នឹងហើយផ្កាស្អុយច្រើនជាងគេមកបេះចោលប្រហែលដងហើយនៅតែអត់អស់សោះបងប្អូននៅតែកាយខ្ញុំបន្ថែមម៉ាស៊ីនកម្ដៅមួយទៀតបើកម្ដង3ហ្មងពីថាចូលដល់ក្នុងហៅស៊ឺហ្នឹងទៅឡើងថ្លង់ហ្មងតែគាត់ថាវាកក់ក្ដៅដែរអញ្ចឹងណាបងប្អូនមកនៅក្រៅគឺតិចខ្លាំងពីមុនអីបងប្អូនផ្លែច្រើនមែនទែនហើយបើថាស្អុយវិញស្អុយម្ដងចុង2កញ្ច្រែងហ្នឹងហើយយើងបេះបោះចោលពេលដែលវាតិចហើយសើមទៀតវាឆាប់អលួយផ្លែហើយអលួយទាំងផ្កាទៀតហើយបើមេឃបើកថ្ងៃបានវាឆាប់ក្រហមឆាប់ទុំណាបងប្អូនម៉ាស៊ីនជាមេឃអាប់អត់បើកថ្ងៃផ្លែ strawberry ហ្នឹងក៏អត់ងាយទុំដែរនិយាយពីថាគេថ្នមដោយកូនពៅចឹងកូនពៅតកែខ្ញុំតា strawberry ហ្នឹងបងប្អូនសូម្បីតែឆ្កែគាត់ក៏ដាក់ឈ្មោះ strawberry ហ្នឹងដែរតែគាត់ស្រឡាញ់ខ្លាំងហ្មងស្រឡាញ់នឹង strawberry ស្រឡាញ់នឹងឆ្កែគាត់ទៀតតែថ្នាក់ដាក់ឈ្មោះដូចគ្នាបងប្អូនគិតមើលមើលផ្លែយើងវិញបងប្អូនអរគ្នាក្រហមបែបហ្នឹងហើយបើសិនជាបានហូបបងប្អូនថ្មីចឹងហើយគឺឆ្ងាញ់ខ្លាំងហ្មងនិយាយមែនថាខ្ញុំអ្នកបេះចឹងប្រហែលជាមិនសូវឆ្ងាញ់ទេបងប្អូនអ្នកឃើញចឹងប្រហែលជាឆ្ងាញ់ជាងខ្ញុំចឹងបងប្អូនព្រោះថាខ្ញុំបេះខ្ញុំនៅនឹងរាល់ថ្ងៃមើលវារាល់ថ្ងៃចឹងវាលក្ខណៈថាយើងលេងឃ្លានហើយយើងធំមកបងប្អូនតែបើថាយើងយូរឃើញម្ដងចឹងហូបទៅដល់ឆ្ងាញ់ហើយស្រឡាញ់សម្រស់ strawberry នឹងត្រង់ថាពេលយើងលើកាមេរ៉ាថតទៅគឺវាភ្លឺវាច្បាស់ហើយលក្ខណៈថា HD ហ្មងបងប្អូនហើយចង់តែព្រានរូបឲ្យបិទអញ្ចាំងមើលទៅដោយសារតែវាស្រស់ស្អាតពេកយោជាពិសេសផ្លែដែលថ្លាអញ្ចឹងបងប្អូនគឺស្អាតមែនតែនហ្មងឃើញហើយគួរចង់ញ៉ាំនេះក៏ជាអាទាដែលខ្ញុំបេះរុញទៅរុញមកអញ្ចឹងណាដាក់ទាហ្នឹងស្រួលដែរបងប្អូនអត់មានញ៉ាំអង្គុយដូចកន្លែងផ្សេងទេតែខ្ញុំធ្លាប់តែបេះដាក់ទានេះ3 4ឆ្នាំហើយបងប្អូនតាំងពីដើមមកណាការងារបេះ strawberry ហ្នឹងបងប្អូនស្រួលសប្បាយទេគ្រាន់តែថាហត់បន្តិចឯងបងប្អូនឃើញអត់អស់ផ្លែការងារខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនដែលគាត់ធ្វើខាង strawberry កន្លែងគាត់ល្អបងប្អូនដែលបើកន្លែងខ្ញុំតែប៉ុណ្្នឹងបងប្អូនអើយចប់